ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី12នាងខ្ញុំឈ្មោះអ៊ីមស្រីនិចដែលថ្ងៃនេះនាងខ្ញុំនឹងធ្វើការពិសោធន៍បង្ហាញទាក់ទងទៅនឹងការធ្វើអត្រាកម្មដែលប្រធានបទរបស់នាងខ្ញុំគឺការធ្វើអត្រាកម្មអាស៊ីតខ្សោយបាសខ្លាំងចាដែលវត្ថុបំណងនៃការធ្វើអត្រាកម្មនេះគឺមាន2ទី1គឺសង្កេតចំណុចសកម្មមូលអាស៊ីតបាសដោយសង្កេតទៅលើការប្រែពណ៌របស់ solution ហើយទី2កំណត់កំហាប់ជាម៉ាសនៃអាស៊ីតអាសេទិកដែលមាននៅក្នុងទឹកខ្មេះដែលលក់នៅលើទីផ្សារដោយដែលយើងបានដឹងហើយថាទឹកខ្មេះគឺជាគ្រឿងផ្សំម្យ៉ាងដែលជាទូទៅគេប្រើដើម្បីដាក់នៅក្នុងម្ហូបអាហារដើម្បីបង្កើនរសជាតិជូរនៅក្នុងអាហារដែលរសជាតិជូររបស់ទឹកខ្មេះហ្នឹងគឺដោយសារតែវត្តមានអាស៊ីតសរីរាង្គឈ្មោះថាអាស៊ីតអាសេទិកដែលជាអាស៊ីតខ្សោយចាមុននឹងឈានទៅដល់ការធ្វើពិសោធន៍យើងក៏បីត្រូវពាក់ម៉ាស់ពាក់ស្រោមដៃហើយនឹងអាវពិសោធន៍ដើម្បីការពារសុវត្ថិភាពនៅពេលពិសោធន៍ជាមុនសិនឥឡូវនេះនាងខ្ញុំសូមណែនាំអំពីឧបករណ៍និងសារធាតុគីមីដែលចាំបាច់នៅក្នុងការធ្វើពិសោធន៍មួយនេះដែលឧបករណ៍របស់យើងគឺមានកែវអាក្លែនស៊ីឡាំងក្រិតកែវបេសៀពីប៉ែតបន្តក់ហើយចុងក្រោយគឺបុយរ៉ែតហើយនឹងជើងតម្រឬយើងហៅថាឧបករណ៍អត្រាកម្មចំពោះសារធាតុគីមីគឺយើងមាន solution ទឹកខ្មេះដែលយើងធ្វើការពង្រាវចំនួន10ដងsolution សូដ្យូមអ៊ីដ្រុកស៊ីតដែលមានកំហាប់ 0.1m និងអង្គធាតុចង្អុលពណ៌ phenol ផ្ដាលេអ៊ីនឥឡូវយើងឈានមកដល់ការធ្វើពិសោធន៍តែម្ដងជាដំបូងយើងត្រូវបូម solution សូដ្យូមអ៊ីដ្រុកស៊ីតប្រមាណជា5មីលីលីត្រដាក់ចូលបុយរ៉ែតដើម្បីលាងសម្អាតបុយរ៉ែតជាមុនសិនបន្ទាប់មកយកបង្ហូរ solution សូដ្យូមអ៊ីដ្រុកស៊ីតនឹងចោលសិនបន្តមកទៀតគឺយើងបំពេញ solution សូដ្យូមអ៊ីដ្រុកស៊ីតចូលទៅក្នុងបុយរ៉ែតឲ្យដល់គំនូក្រិតនៃបុយរ៉ែតហ្នឹងបន្តមកយើងធ្វើការបង្ហូរ solution សូដ្យូមអ៊ីដ្រុកស៊ីតចំនួន2ទៅ3មីលីលីត្រជាមុនសិនដើម្បីច្រានខ្យល់ចេញពីចុងនៃបុយរ៉ែតចាជំហានបន្ទាប់គឺយើងវាល់ solution ទឹកខ្មេះចំនួន20មីលីលីត្ររួចចាក់ចូលមកក្នុងកែវអាក្លែននិងធ្វើការបន្ថែមអង្គធាតុចង្អុលពណ៌ phenol ផ្ដាលេអ៊ីនចំនួន3ដំណក់ហើយកន្លែង solution ឲ្យសព្វបន្ទាប់មកគឺចាប់ផ្ដើមបន្តក់ solution សូដ្យូមអ៊ីដ្រុកស៊ីតចូលមកក្នុង solution ទឹកខ្មេះហើយធ្វើការក្រឡែងតិចៗរហូតដល់ solution ប្រែពណ៌
ចាឥឡូវនេះយើងសង្កេតឃើញថា solution របស់យើងគឺប្រែពណ៌ពីគ្មានពណ៌មកជាពណ៌ផ្កាឈូកដែលបញ្ជាក់ថាវាដល់ចំណុចសកម្មមូលនៃអាស៊ីតបាសដោយប្រើមាត្រសូដ្យូមអ៊ីដ្រូស៊ីតចំនួន 16.5 មីលីលីត្រអញ្ចឹងយើងត្រូវធ្វើលំនាំបែបនេះចំនួន2ដងទៀតដើម្បីរកមាត្រមធ្យមនៃសូដ្យូមអ៊ីដ្រូស៊ីតដើម្បីកុំឲ្យមានភាពលំអៀងនៅពេលដែលយើងរកកំហាប់ភាគរយជាម៉ាស់នៃ solution ទឹកខ្មេះចាឥឡូវដំណើរការពិសោធន៍របស់នាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាពីដើមរហូតដល់ចប់សូមអរគុណ